សុបិនឃើញដំរីអត្តន័យមានល្អនិងអាក្រក់មករួមគ្នាជាពិសេសគឺលេខសំណាងប្រចាំជីវិតមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe Channel Kim Phong ដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃយល់សុបិនឃើញដំរីអត្តន័យបញ្ជាក់ខាងក្រោមនេះសុបិនឃើញដំរីបានន័យថាអ្នកនឹងបញ្ចប់នូវសំណាងអាក្រក់និងទុកព្រួយទាំងអស់ជាពិសេសសះស្បើយពីជំងឺដែលមានប្រចាំកាយហើយហេងនឹងចូលមករកអ្នកវិញលេខនាំសំណាង9 5 2 6សុបិនឃើញដំរីឬភូងដំរីជាច្រើនបញ្ជាក់ថានឹងទទួលបានការគាំទ្រពីចាស់ទុំឬមិត្តភក្តិហើយនឹងមានលាភសំណាងលេខនាំសំណាង5 7សុបិនឃើញដំរីធំមួយនឹងផុតពីសំណាងអាក្រក់ឬជាសះស្បើយពីជំងឺដែលមានស្រាប់ចំពោះអ្នកណាដែលមានបណ្ដឹងនិងឈ្នះក្តីលេខនាំសំណាង5 7សុបិនឃើញកូនដំរីបង្ហាញថានឹងមានគ្រោះថ្នាក់ដូចជាមានជំងឺលេខនាំសំណាង5 4 7 0សុបិនឃើញដំរីសបញ្ជាក់ថានឹងមានសំណាងឬមានការឆ្លុះប្រកែកគ្នាអាចឈ្នះដោយអំពើល្អលេខនាំសំណាង6 1 4សុបិនឃើញភ្លុកដំរីដ៏ស្រស់ស្អាតនឹងបង្កើតមិត្តភក្តិទីចម្ងាយឬជនបរទេសលេខនាំសំណាង7 9 0 2សុបិនឃើញភ្លុកដំរីបាក់បង្ហាញពីគ្រោះថ្នាក់ពីការធ្វើដំណើរលេខនាំសំណាង8 2 7 5សុបិនឃើញដំរីធ្លាក់ចោលក្នុងកន្លែងណាមួយនឹងមានលាភពីការជួយឬវិនិយោគលេខនាំសំណាង9 3សុបិនឃើញរូបចម្លាក់ដំរីប្រសិនបើស្ត្រីមានផ្ទៃផ្ទាស់នឹងមានកូនប្រុសម្នាក់ដែលមានសំណាងល្អចំពោះមនុស្សនៅលីពួកគេនឹងជួបគូដែលមានឋានៈល្អលេខនាំសំណាង7 4 2 8សុបិនឃើញដំរីធ្លាក់នឹងមានសំណាងល្អពីអាជីពដែលនាំឲ្យរីកចម្រើនឬត្រូវបានតម្លើងឋានៈលេខនាំសំណាង2 8 3 6សុបិនឃើញដំរីនៅក្នុងផ្ទះបង្ហាញថាមានការផ្ទេរមុខតំណែងការងារឬទីលំនៅប៉ុន្តែប្រយ័ត្នសត្រូវរបស់យើងអាចផ្អែមល្អមុខលេខនាំសំណាង0 9 4សុបិនឃើញដំរីនៅក្នុងព្រៃបើក្នុងអាជីពនឹងត្រូវបានគេឲ្យកិត្តិយសធ្វើជាប្រធានអាជីវកម្មលេខនាំសំណាង1 7សុបិនថាដំរីកំពុងដាញ់តាមនឹងទទួលដំណឹងពីចម្ងាយពីមិត្តភក្តិហើយប្រសិនបើដល់វ័យលេបចាំនឹងជួបគូព្រេងដែលរងចាំមកជាយូរអង្វែងលេខនាំសំណាង0 6សុបិនត្រូវដំរីវាយប្រហារបង្ហាញថាជីវិតគ្រួសារនឹងមានវិវាទឬកិច្ចការអាចរញ៉េរញ៉ៃហើយនឹងមានអ្វីដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិលេខនាំសំណាង2 5 9សុបិនចង់ជិះដំរីឬថើមដំរីនឹងទទួលដំណឹងល្អពីចំណាយឬពីការធ្វើដំណើរនឹងមានសំណាងពីល្បែងតូចមួយលេខនាំសំណាង9 1 5 3អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe Channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ